នក្មេងការគេសំខាន់មែនតើបើគេអត់គ្រប់មិនធម្មតាហ៊ានអត់ចូលឬក៏ហ៊ានអត់បានទេគេអាចប៉ះពាល់ដល់ខួរក្បាលគេទៀតថ្ងៃនេះខ្ញុំចង់និយាយពីការគេងរបស់កូនក្មេងអ្នកអាចដឹងថាកូនក្មេងការគេងសំខាន់មែនតើបើគេងអត់គ្រប់មិនធម្មតាហ៊ានអត់ចូលឬក៏ហ៊ានអត់បានទេគេអាចប៉ះពាល់ដល់ខួរក្បាលគេទៀតអញ្ចឹងការគេងសំខាន់តែខ្ញុំមើលឃើញទៅឪពុកម្ដាយខ្លះយល់ខុសហ្មងអត់ចង់ឲ្យកូនគេងអញ្ចឹងខ្ញុំនិយាយពីការគេងរបស់កូនក្មេងចំនួនម៉ោងដែលអាយុមួយហ្នឹងត្រូវការគេនិយាយពីអាយុពី0ទៅ3ខែកុមារគួរតែគេងពីចន្លោះ14ទៅ17ម៉ោងចឹង14 17ម៉ោងក្នុង24ម៉ោងក្នុង24ម៉ោងគេគួរតែគេង14ទៅ17ម៉ោងហើយពីអាយុ4ទៅ12ខែគេគួរតែគេងពី12ទៅ16ម៉ោងហើយក្រោយមកទៀតអាយុ1ឆ្នាំដល់អាយុ2ឆ្នាំពួកគេគួរតែគេងចន្លោះ11ទៅ14ម៉ោងអញ្ចឹងបើគេដូចក្មេងម្ដីឬក៏មុនចូលសាលាដូចពីអាយុ3ទៅ5ឆ្នាំគេគួរតែគេងចន្លោះពី10ទៅ13ម៉ោងហើយបើគេពីអាយុ6ទៅដល់12ឆ្នាំគេគួរគេងពីចន្លោះពី9ទៅ12ម៉ោងហើយបើពួកគាត់ចន្លោះពី13ទៅ18ឆ្នាំអាយុគេគួរគេងពី8ទៅ10ម៉ោងហើយបើគេ18ទៅ60ឆ្នាំអាយុគេគួរគេង7ម៉ោងហើយដល់ពេលអាយុ60ឡើងគាត់អាចគេងចន្លោះពី7ទៅ9ម៉ោងហើយនេះគឺជាចំនួនដែលមនុស្សយើងទាំងក្មេងបូកទាំងក្មេងនេះគួរតែគេងក្នុងមួយថ្ងៃដែលមានរយៈពេល24ម៉ោងខ្ញុំចង់បញ្ជាក់បន្តិចដូចថាភាគច្រើនឪពុកម្ដាយចង់ឲ្យកូនងើបទៅរៀនពីព្រលឹមឲ្យកូនអាយុថាចន្លោះ3ទៅ5ឆ្នាំឬក៏6ទៅ12ឆ្នាំដូច3ទៅ5គេត្រូវគេងពី10ទៅ13ម៉ោងហើយដល់ពេល1ទៅ12គេត្រូវគេង9ទៅ12ម៉ោងប៉ុន្តែបើគេងើបពីព្រលឹមហើយគេខ្វល់ចូលគេងពេកមានគេអត់គ្រប់ហើយបើគេអត់គ្រប់មានន័យថាវាអាចប៉ះទង្គិចដល់ខួរក្បាលរបស់គេអាហ្នឹងបើធ្ងន់ធ្ងរបើអត់ធ្ងន់ធ្ងរទេគេងួយគេអត់ចូលគេអត់សូវចាំល្អគេអត់សូវបច្ចេកទេសគេមួម៉ៅអីចឹងណាអញ្ចឹងលោកអ្នកពិចារណាមើលថាតើកូនលោកអ្នកគេងគ្រប់អត់ហើយធ្វើម៉េចដើម្បីគេងគ្រប់ព្រោះគេយើងសំខាន់ជាងការរៀនសូត្រសំខាន់ជាងដូចថាកម្មវិធីអីទាំងអស់បាទអរគុណច្រើន